Ok, xin chào các bạn và cùng một kênh video mớiនៅក្នុង channel Digital Education ហើយខ្ញុំមនីថ្ងៃនេះគឺខ្ញុំនឹងនាំអ្នកនរគ្នាមកស្គាល់ website ចំនួន3ដែលនឹងជួយអ្នកនរគ្នាបើសិនជាអ្នកនរគ្នាកំពុងតែរៀននៅក្នុងវិទ្យាល័យឬក៏កំពុងតែរៀននៅក្នុងសាកលវិទ្យាល័យប៉ុន្តែអីដែលជាតម្រូវការរបស់វាគឺអ្នកនរគ្នាត្រូវតែចេះភាសាអង់គ្លេសក្នុងការអានបានឬក៏ស្ដាប់បានអញ្ចឹងទៅដោយសារ website ទាំង3ហ្នឹងគឺជា website សម្រាប់ដែលធ្វើឡើងជាភាសាអង់គ្លេសព្រានជាភាសាអង់គ្លេសអូខេអញ្ចឹងចូលទៅដល់ website ទី1គឺ Coursera អញ្ចឹង Coursera ហ្នឹងគឺជា website មួយសម្រាប់យើងក្នុងការរៀនមានច្រើនមែនតើមានដូចជានេះគឺ data science, business, computer science, health, social science, personal development, art and humanity, physical science, engineering ហើយផ្សេងទៀតអីចឹងទៅអញ្ចឹងនៅក្នុង Coursera នេះគឺវាមាន option ឲ្យយើងជ្រើសរើសចំពោះការបង់លុយចូលរៀនហើយនឹងគឺមាន course ខ្លះវា free ប៉ុន្តែភាគច្រើនក្នុងហ្នឹងអាចនិយាយថាខ្លះ free ខ្លះវាត្រូវបង់លុយដែរដូចជា professional certificate អីព្រោះហ្នឹងគឺតម្រូវឲ្យយើងបង់លុយដើម្បីធ្វើការចូលរៀនប៉ុន្តែបើសម្រាប់course ធម្មតាទេគឺយើងអាចរៀនបានហើយបើសិនជាយើងចង់បាន certificate អីគឺយើងអាច pay តិចតួចឲ្យគេអញ្ចឹងទៅអញ្ចឹង website នេះគឺល្អមែនតើក្នុងសម្រាប់អ្នកដែលរៀន IT ឬក៏រៀន business ដោយសារ Coursera នេះវាគឺជារបស់Google អញ្ចឹងល្អមែនតើដល់ website មួយទៀតគឺ Udemy អញ្ចឹង website Udemy នេះគឺជា website ដែលខ្ញុំរៀនខ្លួនឯងផ្ទាល់ហើយនិយាយទៅ website ដែលខ្ញុំ recommend អ្នកនរគ្នាទាំង3ហ្នឹងគឺសិតតែជា website ដែលខ្ញុំបានធ្លាប់រៀនពីវាហើយក៏ទទួលបានផលល្អពីវាច្រើនដែរUdemy នេះគឺភាគច្រើនយើងត្រូវទិញប៉ុន្តែអ្នកនរគ្នាកុំទិញទៅពេលដែលវាកំពុងពេញថ្លៃចឹងគឺវាថ្លៃមែនតើអញ្ចឹងយើងអាចចាំដល់ថ្ងៃមាន event អីមួយដែលគេបញ្ចុះតម្លៃនៅសល់ត្រឹម$15ឬក៏$9 $11អញ្ចឹងទៅគឺវាជួយ sale អ្នកគ្នាមែនតើហើយចំពោះនៅក្នុងនេះការរៀនរបស់វាគឺUI របស់វាគឺស្អាតយើងអត់អញ្ញៃដូច Coursera មិញ Coursera មិញអាចថាវារៀងពិបាក UI ពិបាកភ្នែកយើងមើលបន្តិចប៉ុន្តែចំពោះ Udemy នេះគឺ UI វាល្អស្អាតមែនតើយើងអាចមើលបានហើយនេះគឺជា course ដែលខ្ញុំធ្លាប់រៀនពីមុនមកមានរៀន web រៀន Python អីចឹងទៅអញ្ចឹងនៅក្នុងនេះគឺបន្ទាប់ពីរៀនចប់គឺយើងនឹងទទួលបាននៅ certificate មួយពី instructor របស់យើងនៅក្នុង Udemy ហ្នឹងអូខេហើយចំពោះ certificate ហ្នឹងគឺយើងអាចយកវាទៅដាក់នៅក្នុង resume ឬក៏ CV របស់យើងឬមួយក៏ជាធម្មតាទូទៅនៅក្នុង course មួយបន្ទាប់ពីបញ្ចប់គឺនឹងមាន final project ឲ្យយើងធ្វើអញ្ចឹងយើងធ្វើ final project ហ្នឹងទៅហើយបូកជាមួយ certificate ដែលគេឲ្យយើងហ្នឹងទៀតគឺយើងនឹងអាចទទួលបាននៅ possibility មួយដើម្បី apply ទៅលើការងារឬក៏អភិវឌ្ឍខ្លួនในកាន់តែខ្លាំងជាងហ្នឹងអីចឹងទៅតែគ្រាន់ថាវាត្រូវ pay ខ្លះដើម្បីរៀនដូចខ្ញុំនិយាយចឹងកុំទិញអាពេលវានៅថ្លៃដល់នេះ$90អូខេអញ្ចឹងsell money ទុកសិនទៅចាំពេលវាធ្លាក់ថ្លៃចាំយើងទិញខ្ញុំទិញធំ$10ឬក៏$12ទេក្នុងមួយ cost អូខេអញ្ចឹងចូលមកដល់ website ទី3ដែលជា website ដែលខ្ញុំស្រឡាញ់ជាងគេគឺ EDX អញ្ចឹង EDX នេះគឺជា website ធំមួយហើយវា free សម្រាប់សិស្សនៅសាកលវិទ្យាល័យសម្រាប់ explore បន្ថែមនៅក្នុងនេះគឺមាន course ច្រើនមែនតើដូចជា course របស់ MIT ឬក៏ Massachusetts Institute of Technology ជាសាលា technology ល្បីមួយនៅអាមេរិកមានដូចជា Harvard ដែលខ្ញុំស្រឡាញ់ course CF50 ប្រកបខ្លាំងមែនតើគឺ Computer Science 50ហ្នឹងហើយនៅក្នុងនេះគឺ free 100%គឺ free យើងអត់ចាំបាច់ pay លុយដើម្បីទៅទិញ course នៅក្នុងហ្នឹងទេគឺយើងគ្រាន់តែ enroll នៅក្នុងហ្នឹងទៅហើយវាមាន deadline អីធំទៅហើយចំពោះ course មួយគេមាន assignment មានអីឲ្យយើងធ្វើហើយនៅពេលដែលយើងធ្វើចប់គេនឹងរាប់បន្ទុករបស់យើងចំពោះ assignment ក៏ដូចជា final project ដែលយើងបានធ្វើកាលពីមុនអញ្ចឹងអូខេអញ្ចឹងលើ requirement របស់យើងអញ្ចឹងខ្ញុំនឹងអ្នកនរគ្នាមើលពី EDX នឹងបន្តិចហើយនៅក្នុង course
ខ្ញុំឆ្លាញ់ជាងគេនៅក្នុងហ្នឹងគឺប្រកាសណាស់គឺ CF50 មួយនេះឯង course នេះគឺល្អខ្លាំងមែនតើសម្រាប់អ្នកដែលកំពុងតែរៀន IT ឬក៏ Computer Science នឹងឯងដោយសារតែមិនធម្មតាវា free ទេការបរៀនរបស់ lecturer នៅក្នុងហ្នឹងគឺ David Marlen គឺគាត់បរៀនមួយហើយច្បាស់មែនតើហើយវាមានគឺមាន assignment មានអីក្នុងនេះទៅអញ្ចឹងចំពោះ course នេះគឺគេ update រាល់ឆ្នាំគឺមួយឆ្នាំគេ update ចេញម្ដង2024 2023ចាំមុនមាន2022មួយទៀតចឹងទៅអញ្ចឹងនៅក្នុង CF50 នេះគឺវាមានច្រើនមែនតើដែលបន្ទាប់ពី course នឹងចប់គឺយើងអាច build នៅ website build app build Chrome extension game អីចឹងទៅហើយដូចអ្នកគ្នាឃើញ purchase a verified certificate នេះអញ្ចឹងអ្នកគ្នាកុំខ្វល់វាបាច់ pay សម្រាប់ពួកហ្នឹងទេអានេះគឺគ្រាន់តែ EDX គេ suggest យើងតែសម្រាប់ certificate អីចឹង verify ប៉ុន្តែយើងអត់បាច់ចំណាយលុយទៅលើវាទេព្រោះនៅពេលដែលយើងធ្វើលំហាត់ចប់យើងរៀនចប់អីចឹងទៅគឺខាង Harvard នឹងឲ្យ certificate យើងដោយ free អូខេហើយដូចនៅក្នុងនេះគឺដូចជាមានបន្ទុករបស់គេគឺ 70% អញ្ចឹងនៅពេលណាដែលយើងធ្វើបាន 70% នេះគឺយើងនឹងទទួលបាន certificate មួយផ្សាយតាមរយៈ email មកកាន់ Gmail របស់យើងហើយជាងនឹងបង្ហាញ certificate របស់ CF50 ហ្នឹងគឺស្អាតខ្លាំងមែនតើហើយខ្ញុំផ្ទាល់ក៏ខ្ញុំអត់ទាន់បានដែរដោយសារតែខ្ញុំធ្វើ assignment អត់ទាន់ចប់អូខេហើយនេះគឺជា certificate របស់ CF50 ស្អាតមែនតើអ្នកគ្នាស្រឡាញ់ហ្មងអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយត្រឡប់មកវិញ website ទាំង3ខ្ញុំណែនាំបងប្អូនហ្នឹងគឺទី1 Coursera 2គឺ Udemy ហើយទី3គឺ EDX អូខេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងបើសិនអ្នកគ្នាពេញចិត្តកុំភ្លេចចុច like subscribe ហើយ comment នៅខាងក្រោមបើសិនអ្នកគ្នាមានយោបល់អីជាមួយ website ទាំង3ហ្នឹងឬមួយក៏ចង់ឲ្យធ្វើអីបន្តទៀតអ្នកគ្នាអាច comment ពាក់ខ្ញុំបានហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ